You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ12កើតខែចេឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី29ខែឧសភាគ្រិស្តសករាជ2015ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃការប្រែប្រួលអាកាសធាតុរាំងស្ទះដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាអង្គការជនពិការកម្ពុជាស្នើឲ្យកោជបបញ្ចូលបញ្ហាពិការភាពក្នុងច្បាប់បោះឆ្នោតថ្មីក្រុមអ្នកឃ្លាំមើលការបោះឆ្នោតរិះគន់ថាតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាគម្រោងផ្ដល់កិច្ចសហការក្រសួងកសិកម្មអះអាងថាគ្មានអង្គរផ្លាស្ទិកចរាចរណ៍នៅប្រទេសកម្ពុជាទេរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មបានលើកឡើងថាការប្រែប្រួលអាកាសធាតុកំពុងក្លាយជាកង្វល់និងជាឧបសគ្គដល់គោលនយោបាយអភិវឌ្ឍដោយចីរភាពដើម្បីធានាសន្តិសុខស្បៀងនិងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជាមន្ត្រីកសិកម្មលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្ដីពីការប្រមូលផ្ដុំចំណេះដឹងវិទ្យាសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុកសិកម្មនិងសន្តិសុខស្បៀងកាលពីម្សិលមិញអ្នកស្រីអ៊ុំរាំងសីមានសេចក្តីរាយការណ៍ចំណាក់ស្រុកការថយចុះមនុស្សដែលមានកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មការថយចុះគុណភាពដីភាពរាំងស្ងួតទឹកជំនន់និងខ្យល់ព្យុះនិងបញ្ហាជាច្រើនទៀតគឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្មរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកទីសកុលបានលើកឡើងថាបច្ចុប្បន្នការប្រែប្រួលអាកាសធាតុជាបញ្ហាចម្បងរបស់ពិភពលោកថាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនោះទេតែកម្ពុជាជាប្រទេសដែលទទួលរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុលោកបន្តថាកម្ពុជាបានប្រឈមបញ្ហាភាគច្រើនគឺគ្រោះរាំងស្ងួតគ្រោះទឹកជំនន់និងខ្យល់ព្យុះជាដើមហើយភាគច្រើនប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរូបនេះបានឲ្យដឹងទៀតថាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុជាកត្តារាំងស្ទះដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជាលោកថាដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលបានបង្កើតឲ្យមានការអភិវឌ្ឍប្រព័ន្ធកសិកម្មប្រកបដោយភាពវៃឆ្លាតដល់កសិករដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងឈានទៅរកការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលយើងបានកំពុងធ្វើហ្នឹងគឺធ្វើពលវប្បកម្មដែលមានលក្ខណៈចម្រុះបានន័យថាយើងដាំដំណាំច្រើនប្រភេទហើយយើងមានការចិញ្ចឹមសត្វធ្វើវារីវប្បកម្មចិញ្ចឹមត្រីដែលធ្វើឲ្យសមត្ថភាពកសិករហ្នឹងគាត់កាត់បន្ថយឥទ្ធិពលនៃការប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមកហើយយើងបានធ្វើជាកសិកម្មអភិរក្សមានការផ្លាស់ប្ដូរទម្លាប់នៃការធ្វើកសិកម្មដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុហ្នឹងចំណែកឯអ្នកដឹកនាំកម្មវិធីការប្រែប្រួលអាកាសធាតុកសិកម្មនិងសន្តិសុខស្បៀងប្រចាំតំបន់អាស៊ីដែលហៅកាត់ថាស៊ីកាប់លោកលីអូសាប់ប៉ាសិនមានប្រសាសន៍ថាបើទោះជាកន្លងមកបណ្ដាប្រទេសនៅលើពិភពលោកកំពុងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុតែមិនទាន់មានលក្ខណៈល្អប្រសើរនោះទេលោកបន្តថាប្រទេសដែលរងផលប៉ះពាល់ភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍមានចំណូលទាបហើយបញ្ហានេះកំពុងធ្វើឲ្យប្រទេសដែលរងគ្រោះទាំងនោះខ្វះខាតនៅសន្តិសុខស្បៀងនិងមានភាពក្រីក្រលោកបន្តថាកម្ពុជាដើម្បីដោះស្រាយបញ្ហានេះបានទាមទារឲ្យមានការចូលរួមទាំងអស់គ្នា
សិក្ខាសាលាស្ដីពីការប្រមូលផ្ដុំចំណេះដឹងវិទ្យាសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុកសិកម្មនិងសន្តិសុខស្បៀងបង្ហាញឲ្យដឹងថាការប្រែប្រួលអាកាសធាតុបណ្ដាលមកពីកត្តារបស់មនុស្សតាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់ហើយបញ្ហានេះនឹងប៉ះពាល់ដល់សន្តិសុខស្បៀងរបស់មនុស្សនៅលើពិភពលោកប្រមាណជាង 9,000 លាននាក់នៅក្នុងឆ្នាំ2050លើសពីនេះការប្រែប្រួលអាកាសធាតុនឹងធ្វើឲ្យផលិតកម្មកសិកម្មពិភពលោកថយចុះប្រមាណ 20% នៅក្នុងឆ្នាំ2050ខណៈពេលដែលពិភពលោកត្រូវបង្កើតផលិតកម្មឲ្យបាន 50% លើសពីផលិតកម្មនាពេលបច្ចុប្បន្ននេះខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីអង្គការជនពិការកម្ពុជាស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ចូលគោលនយោបាយបញ្ជ្រាបបញ្ហាជនពិការទៅក្នុងច្បាប់បោះឆ្នោតថ្មីដើម្បីផ្ដល់សិទ្ធិអំណាចឲ្យជនពិការចូលរួមក្នុងឆាកនយោបាយដោយស្មើភាពគ្នាលោកថាកិត្យារាយការណ៍ការចូលរួមក្នុងជីវភាពនយោបាយនិងជីវភាពសាធារណៈរបស់ជនពិការនៅកម្ពុជានៅពេលប្រទះបញ្ហាប្រឈមជាច្រើននាយកប្រតិបត្តិអង្គការជនពិការកម្ពុជាលោកងឿនសៅរតមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការក្នុងក្រុងភ្នំពេញនៅថ្ងៃទី28ឧសភាថាជនពិការមានបញ្ហាប្រឈមជាច្រើននៅក្នុងដំណើរការបោះឆ្នោតម្ដងលោកទទូចឲ្យគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតថ្មីបញ្ចូលសេចក្តីព្រាងគោលនយោបាយបញ្ជ្រាបបញ្ហាពិការភាពក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគោលការណ៍មួយដែលតម្រូវឲ្យគោលជបហ្នឹងគាត់គិតគូរថានៅពេលដែលមានស្ថានីយ៍មួយដែលមានបងប្អូនជនពិការចូលរួមការបោះឆ្នោតហ្នឹងតែគាត់គិតគូរយ៉ាងដូចនេះដើម្បីធានាថាគ្រប់ប្រជាជនទាំងអស់បងបញ្ចូលទាំងបងប្អូនជនពិការត្រូវបានគេយកចិត្តទុកដាក់ដើម្បីឲ្យអាចមានលទ្ធភាពជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពួកគាត់ស្រឡាញ់ដែរដោយសារតែខ្ញុំបានលើកឡើងហើយថាសម្លេងបោះឆ្នោតរបស់បងប្អូនជនពិការយើងមួយស្លឹកវាស្មើនឹងគុណតម្លៃរបស់អ្នកមិនពិការមួយស្លឹកដូចគ្នាដែរសេចក្តីព្រាងគោលនយោបាយរបស់អង្គការជនពិការកម្ពុជានេះគឺទាមទារឲ្យកោជបមានបទបញ្ញត្តិលើកទឹកចិត្តដល់ជនពិការជាអ្នកអង្កេតការបោះឆ្នោតនិងជួយឈ្មោះជ្រើសតាំងជាតំណាងរាស្ត្រការិយាល័យបោះឆ្នោតនីមួយៗត្រូវបង្កលក្ខណៈងាយស្រួលដល់ជនពិការគ្រប់ប្រភេទរាល់ការផ្សព្វផ្សាយដែលទាក់ទងការបោះឆ្នោតទាំងនៅមុនអំឡុងពេលនៅបន្ទាប់ពីការបោះឆ្នោតត្រូវធានាថាជនពិការគ្រប់ប្រភេទអាចទទួលយកបានទាំងអស់ពលគឺត្រូវប្រើភាសាសញ្ញានិងអក្សរស្ទាបសម្រាប់ជនពិការកោថ្លង់នឹងភ្នែកជាការឆ្លើយតបមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកហងពុទ្ធាអះអាងថាគយជបនឹងពិនិត្យមើលចំពោះសេចក្តីព្រាងគោលនយោបាយស្តីពីបញ្ហាជនពិការនេះលោកបន្តថាគយជបបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាជនពិការក្នុងន័យគាំទ្រឲ្យមានការចូលរួមសកម្មភាពនយោបាយកយជបនឹងបង្កើតនៅគណៈកម្មការចំពោះកិច្ចមួយដើម្បីទទួលបន្ទុកបញ្ហាស្ត្រីជនជាតិដើមភាគតិចនិងអ្នកដែលមានពិការភាពផងដែរអញ្ចឹងគោលនយោបាយផ្សេងៗទៀតយើងកំពុងតែពិនិត្យពិចារណាដើម្បីដាក់បញ្ចូលក្នុងន័យគ្រប់គ្រងលើកស្ទួយដល់ស្ត្រីជនជាតិដើមភាគតិចនិងអ្នកដែលមានពិការភាពធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថាទិន្នន័យជនពិការនៅកម្ពុជាបច្ចុប្បន្នមាន10ទៅ15% នៃប្រជាជនសរុបប៉ុន្តែរដ្ឋាភិបាលអះអាងថាតួលេខជនពិការបច្ចុប្បន្នមាន2កដកសញ្ញា 1% ស្មើប្រមាណជាង33,000នៃប្រជាជនសរុបការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5កន្លងទៅពុំមានទិន្នន័យណាមួយបញ្ជាក់បានទេថាតើមានជនពិការប៉ុន្មានអ្នកបានបោះឆ្នោតប៉ុន្តែអង្គការជនពិការកម្ពុជាអះអាងថាមានជនពិការជាង 2,000 នាក់ដែលបានចូលរួមបោះឆ្នោតហើយនៅអាណត្តិទី6ក្រោយនេះអង្គការជនពិការកម្ពុជានឹងបន្តជំរុញឲ្យជនពិការចូលរួមបោះឆ្នោតឲ្យបាន 30,000 ទៅ 50,000 នាក់ក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការចែងថាជនពិការទាំងអស់ត្រូវធានាការចូលរួមក្នុងវិស័យនយោបាយប៉ុន្តែក្នុងមាត្រាខ្លះនៃច្បាប់បោះឆ្នោតថ្មីមានការរើសអើងចំពោះជនពិការដូចជាប្រើពាក្យជនវិកលចរិតមិនអាចបោះឆ្នោតបានដែលមិនបញ្ជាក់ថាតើជនពិការវិកលចរិតនោះស្ថិតក្នុងកម្រិតណាដោយឡែកអនុសញ្ញាស្តីពីសិទ្ធិជនពិការមាត្រាទី29បានចែងថាការចូលរួមរបស់ជនពិការត្រូវធានាថាគ្មានការរើសអើងបើទោះបីជាបែបនេះក្តីជនពិការនៅកម្ពុជានៅតែរងការរើសអើងដដែលខ្ញុំថាកិត្យាវត្ថុអាស៊ីសេរីរាជធានីភ្នំពេញមន្ត្រីគណៈបកប្រជាជនកម្ពុជាអះអាងថាតំណាងរាស្ត្ររបស់គណៈបកខ្លួនគ្រប់រូបមិនដែលបដិសេធអំពីកិច្ចសហការណាមួយនៅពេលមានការស្នើសុំពីគ្រប់ភាគីពាក់ព័ន្ធម្ដងណានោះទេលោកមុំមនីរតរាយការណ៍សិភៅកម្រាស់ជិត200ទំព័រជាប្រវត្តិសង្ខេបរបស់អ្នកតំណាងរាស្ត្រទាំង123រូបសម្រាប់អាណត្តិទី5ចុងក្រោយនេះហើយដែលអង្គការ Conference លើកមកបង្ហាញថាបានជួបឧបសគ្គក្នុងការប្រមូលព័ត៌មានពីអ្នកតំណាងរាស្ត្រហើយពុំដែលមានកិច្ចសហការទាល់តែសោះនៅពេលស្នើសុំកិច្ចអន្តរាគមន៍ធ្វើបច្ចុប្បន្នភាពពីប្រវត្តិស្ថានភាពគ្រួសារនិងកម្រិតនៃការសិក្សាពីក្រមតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជានោះ
ការថ្លែងរិះគន់របស់អង្គការសង្គមស៊ីវិលដែលឃ្លាំមើលលើប្រព័ន្ធបោះឆ្នោតនេះគឺធ្វើឡើងនៅក្នុងសន្និសីទកាសែតនាទីស្នាក់ការរបស់អង្គការ Confrel កាលពីព្រឹកថ្ងៃទី28 ខែឧសភាក៏ប៉ុន្តែបញ្ហានេះត្រូវបានមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាច្រានចោលហើយអាងថានេះជាការយល់ច្រឡំរបស់អង្គការ Confrel មកលើតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាប៉ុណ្ណោះលោកសុកអេសានមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជានិងជាអ្នកតំណាងរាស្ត្រផងបានថ្លែងការពីថាការលើកឡើងរបស់អង្គការ Confrel នេះគឺពុំមែនជាការពិតទេផ្ទុយទៅវិញលោកអះអាងថានេះប្រហែលជាការយល់ខុសរបស់អង្គការសង្គមស៊ីវិលនេះប៉ុណ្ណោះជារឿយៗនៅពេលមានការស្នើសុំមិនថាធ្វើបច្ចុប្បន្នភាពឬចូលរួមកិច្ចប្រជុំនោះទេគណៈបកប្រជាជនកម្ពុជាដោយរួមទាំងជំហររបស់រដ្ឋាភិបាលផងពុំដែលបានបដិសេធសំណើសុំម្ដងណាឡើយជាងនេះទៀតលោកសុកអេសានចាត់ទុកថាភាពយល់ខុសនេះប្រហែលជាខ្វះការទំនាក់ទំនងខ្លួនឯងរបស់អង្គការ Confrel ទៅវិញទេហ្នឹងមកវិកត់ខ្វះតំណែងតំណងនេះខ្ញុំមិនដែលខានទេគាត់ទៅទូរស័ព្ទមកបានដែរមិនធ្វើលិខិតពីផ្លូវការមកទេឲ្យតែទូរស័ព្ទមកខ្ញុំគឺបានដែរចង់បានអីគឺខ្ញុំជួបនឹងណាបើទោះជាបែបណាក្នុងការបោះពុម្ពលើកទី2របស់អង្គការ Confrel សិភៅប្រវត្តិសង្ខេបអ្នកតំណាងរាស្ត្រសម្រាប់នីតិកាលទី5នេះព័ត៌មានភាគច្រើនពីបច្ចុប្បន្នភាពដូចជាប្រវត្តិគ្រួសារកម្រិតនៃការសិក្សានិងលេខទូរស័ព្ទជាដើមព័ត៌មានពេញលេញអំពីការធ្វើបច្ចុប្បន្នភាពនេះគេសង្កេតឃើញជាទូទៅព័ត៌មានភាគច្រើនបានពីតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិច្រើនជាងបានពីតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាបើទោះជាការឆ្លើយតបពីតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាវិញថាភាពយល់ខុសរបស់អង្គការ Confrel នេះប្រហែលជាធ្វើការមិនចំទិសដៅច្រើនជាងក្តីក៏មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីអង្កេតរបស់អង្គការ Confrel លោកកនសវាងអះអាងថាវាពុំមែនជាការពិតឡើយដែលរកឃើញថាអង្គការមួយនេះខ្វះកិច្ចសហការនោះផ្ទុយទៅវិញរាល់ពេលស្នើសុំព័ត៌មានដើម្បីយកទិន្នន័យបញ្ចូលសម្រាប់ការបោះពុម្ពសិភៅចេញផ្សាយតែជួបឧបសគ្គគឺមានព័ត៌មានតិចតួចណាស់ដែលទទួលបានពីអ្នកតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជានោះបើសិនជាបានក្នុងកម្រិតណាមួយគួរអីដែរតែអត់ទាំងអស់ហ្មងមានន័យថាលេខខិតរបស់យើងនឹងដាក់ចូលទៅអត់ទាំងដល់ដៃអ្នកតំណាងរាស្ត្រផងទាក់ទិនរឿងនេះត្រូវបានប្រធានអង្គការនៃវេទិកាអនាគតលោកអ៊ូវិរៈថ្លែងថាប្រសិនបើអ្នកកាន់កិច្ចការរដ្ឋនៅតែអនុវត្តគោលការណ៍ដូចនេះវានឹងជាឥទ្ធិពលមិនល្អសម្រាប់កំណែទម្រង់រដ្ឋលោកអ៊ូវិរៈក៏ទទួលស្គាល់ដែរថាធៀបពិតអង្គការសង្គមស៊ីវិលនិងដៃគូពាក់ព័ន្ធដទៃទៀតតែងជួបបញ្ហាដូចនេះជាមួយគណៈបកប្រជាជនកម្ពុជាជាញឹកញយហើយគេកម្រទទួលបានការឆ្លើយតបណាស់រាល់ពេលស្នើសុំអ្វីមួយដោយរួមទាំងកិច្ចសហការផងគណៈបកប្រជាជនគឺអត់ឆ្លើយតបទៅដល់ពីច្រើន 95% គឺចម្រោះឆ្លើយតបហើយសូម្បីតែយើងចង់ដាក់លិខិតក៏មិនមាននីតិវិធីរៀបចំសភាគឺគ្រប់គ្រងដោយតាមបានសម្ងាត់មួយយើងយើងចង់ជួបអ្នកណាយើងចង់ចូលគ្រាចង់ចូលអីមិនមាននីតិវិធីប្រកាសជាសាធារណៈមិនមានការបើកទូលទូលាយបើទោះជាបែបណាសម្រាប់របាយការណ៍អាណត្តិទី5ដែលអង្គការ Confrel ចេញផ្សាយនេះគឺក្រៅពីសិភៅដែលនិយាយពីប្រវត្តិសង្ខេបរបស់អ្នកតំណាងរាស្ត្រហើយក្នុងនោះរួមទាំងមានរបាយការណ៍ផ្សេងទៀតដែលបោះពុម្ពផ្សាយក្នុងពេលតែមួយរួមមានរបាយការណ៍ឃ្លាំមើលនឹងការផ្ដល់ពិន្ទុលើលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកំណែទម្រង់ប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជារបាយការណ៍និយាយពីការសង្កេតរដ្ឋសភានិងតំណាងរាស្ត្រព្រមទាំងរបាយការណ៍ដែលនិយាយពីការឃ្លាំមើល Gender ផ្នែកនយោបាយដែលផ្ដោតទៅលើសភាតំណាងរាស្ត្រជាស្ត្រីនិងការផ្ដល់អំណាចឲ្យស្ត្រីក្រុមប្រឹក្សាឃុំសង្កាត់និងការបំពេញកិច្ចការនៅថ្នាក់ក្រោមជាតិខ្ញុំមកមនីរតន៍វិទ្យុអាស៊ីសេរីភ្នំពេញមន្ត្រីពន្ធដារនៅខេត្តមណ្ឌលគិរី2រូបដែលចុះទៅប្រមូលពន្ធនៅតំបន់ដាច់ស្រយាលរងការចោទថាកំណត់តម្លៃពន្ធដោយគ្មានស្តង់ដារច្បាស់លាស់អ្នកស្រីអុកសាវរីរាយការណ៍ក្រុមអាជីវករភូមិពូតុងឃុំចុងផ្លាស់ស្រុកកៅសីមាខេត្តមណ្ឌលគិរីរិះគន់ថាមន្ត្រីប្រមូលពន្ធបានឡើងចុះតម្លៃពន្ធជាមួយអាជីវករដោយទៅទិញត្រីនៅផ្សារក្រុមអាជីវករថ្លែងយ៉ាងដូចនេះក្រោយពីមន្ត្រីពន្ធដារ2រូបចុះទៅប្រមូលពន្ធនៅក្នុងភូមិពូតុងកាលពីថ្ងៃពុធទី27ខែឧសភាបានឡើងថ្លៃនិងបញ្ចុះតម្លៃពន្ធស្រេចចិត្តហើយប្រគល់ចុងសន្លឹកបានទទួលលុយដោយពុំមានបោះត្រាក្រហមស្ត្រីវ័យចាស់ឈ្មោះឆយអះអាងថាគាត់លក់នំកញ្ចប់សម្រាប់លក់ឲ្យក្មេងៗដាក់កញ្ច្រែងនៅផ្ទះមន្ត្រីប្រមូលពន្ធ2រូបមកពីខេត្តមណ្ឌលគិរីបានកំណត់ឲ្យគាត់បង់ពន្ធប្រចាំឆ្នាំចំនួន 60000 រៀលគាត់បានសុំបង់ឲ្យតែ 10000 រៀលព្រោះគាត់លក់ក្នុងផ្ទះគ្មានលើកស្លាកលក់គ្រឿងទេសដូចគេទេប៉ុន្តែមន្ត្រីពន្ធដារមិនព្រមហើយតថ្លៃតម្
តម្លៃពន្ធជាមួយគាត់ដោយទៅផ្សារទិញត្រីគាត់ថាឥឡូវ 40000 ខ្ញុំថា 40000 ខ្ញុំទៅអត់រួចទេខ្ញុំលក់តាំងព្រឹកមកមិនទាន់បាន 5000 ផងហ្នឹងគាត់ថាអញ្ចឹងឥឡូវ 27000 ខ្ញុំថាខ្ញុំក៏អត់មានលុយដែរតាំងព្រឹកមកខ្ញុំមិនទាន់មាន 5000 ស៊ីនំបញ្ចុកផងនេះឥឡូវអញ្ចឹងទៅខ្ញុំមាន 10000 ខ្ញុំឲ្យ 10000 ទៅបើនេះទៅពាក់សិនហើយអូយទៅគាត់ថា 25000 ក៏មិនព្រមធ្វើមិនទៅអញ្ចឹងខ្ញុំថាឥឡូវចេះទៅដល់ 20000 បណ្ដោយទៅគាត់ថាមួយឆ្នាំតែប៉ុណ្្នឹងហើយព្រមឲ្យទៀតខ្ញុំ